Bà xong có rộp nâng dùm rịp số bục mày bóng ổn ở khá này nhaខ្ញុំសូមលើកអត្ថបទមួយដែលមានចំណងជើងថាសាហាវហួសថ្លែងសាហាវហួសថ្លង់សម្លេងបនសពពេកទាញកំភ្លើងទៅបាញ់សម្លាប់អ្នកចូលរួមក៏ត្រូវក្មេងប្រុសដ៏ល្អម្នាក់ស្លាប់ចោលជីដូនដែលកំពុងឈឺដេកកន្ទេលកាលពីពេលថ្មីនេះមានករណីឃាតកម្មមួយបង្កឡើងដោយបុរសម្នាក់ដោយបានចូលទៅបាញ់សម្លាប់មនុស្សនៅក្នុងពិធីបុណ្យសពតែម្ដងហើយករណីនេះបានធ្វើឲ្យក្មេងប្រុសម្នាក់ស្លាប់និងបុរសម្នាក់របួសធ្ងន់ករណីខាងលើនេះដែរបានកើតឡើងនៅភូមិ4ស្រុកណង់1ខេត្តឈុនបុរីប្រទេសថៃជនរងគ្រោះឈ្មោះភវៈឌិភិរិផាន់អាយុ14ឆ្នាំស្លាប់ចំណែកជនរងគ្រោះម្នាក់ទៀតមិនទាន់បានឲ្យស្គាល់ឈ្មោះនៅឡើយទេដោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យយ៉ាងណាមិញក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចក៏បានចាប់ខ្លួនជនដៃដល់រហូតបានសម្រេចហើយក៏នាំខ្លួនទៅប៉ុស្តិ៍ប៉ូលីសដើម្បីសាកសួរចម្លើយជនដៃដល់ម្នាក់ឈ្មោះថាមន្ត្រីអាយុ40ឆ្នាំបានសារភាពនៅចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើនេះពិតប្រាកដមែនព្រោះតែខ្លួនជាមនុស្សញៀនថ្នាំនិងញៀនស្រាផងដែរជនដៃដល់បានបន្តថានៅថ្ងៃកើតហេតុដោយសារតែខឹងនឹងសំឡេងបនភ្លេងសពខ្លាំងពេកហើយធុញថប់ផងនោះក៏ខ្លួនក៏យកកំភ្លើងទៅបាញ់អ្នកចូលរួមកម្មវិធីបនសពឲ្យស្លាប់ដោយបាញ់អស់គ្រប់មួយបងទៅជិះម៉ូតូគេចខ្លួនក៏ត្រូវប៉ូលីសស្ទាក់ចាប់ខ្លួនបានតែម្ដងរហូតមកទល់ពេលនេះប៉ូលីសបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅជនដៃដល់ទៅកាន់តុលាការដើម្បីដោះស្រាយតាមច្បាប់សូមបញ្ជាក់ថាចំពោះការស្លាប់របស់ក្មេងប្រុសអាយុ14ឆ្នាំខាងលើមានមនុស្សជាច្រើនសោកស្ដាយព្រោះតែគេជាក្មេងល្អជួយយកអាសាអ្នកភូមិព្រមទាំងជាចៅប្រុសដ៏កតញ្ញូដ៏កម្ររបស់លោកយាយរបស់គេដែលកំពុងធ្លាក់ខ្លួនឈឺហើយនៅថ្ងៃកើតហេតុគឺគេបានមកចូលរួមក្នុងកម្មវិធីបុណ្យសពរបស់អ្នកជិតខាងក៏ត្រូវជនដៃដល់បាញ់ស្លាប់តែម្ដងបាទពិតជាសាហាវព្រៃផ្សៃទេបាទហើយក៏សូមបញ្ចប់ព័ត៌មានត្រឹមហ្នឹងបាទសូមអរគុណ